ឧត្តមសេនីយ៍តូសំសុននាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវឧបត្ថម្ភជូនប្រជានេសាទដែលមានជីវភាពលំបាកខ្វះខាតនៅតំបន់បឹងទន្លេសាបឃុំពាមបាងខេត្តកំពង់ធំនៅព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2025ឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំអូមដំណើរដោយលោកចិនស៊ីថានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានដឹកនាំសហការីនាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីទៅឧបត្ថម្ភជូនប្រជានេសាទដែលមានជីវភាពលំបាកខ្វះខាតចំនួន55គ្រួសារដែលកំពុងរស់នៅតំបន់បឹងទន្លេសាបក្នុងឃុំពាមបាងស្រុកស្ទូងខេត្តកំពង់ធំលោកសឹមសុធីក្រុមប្រឹក្សាឃុំពាមបាងបានឡើងរាយការណ៍អំពីសភាពការទូទៅនិងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំពាមបាងហើយបន្ទាប់មកលោកចិនស៊ីថានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានជម្រាបជូនប្រជានេសាទអំពីច្បាប់ស្តីពីជលផលនិងសេចក្តីណែនាំថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការអនុញ្ញាតឲ្យមានការសម្របសម្រួលការប្រើប្រាស់រកបានសាច់អួនដែលមានប្រវែងវែងជាងមុនតែត្រូវអនុវត្តតាមទំហំក្រឡានិងទីតាំងគម្លាតដែលបានកំណត់ឲ្យបានច្បាស់លាស់ត្រឹមត្រូវហើយមិនអនុញ្ញាតដាច់ខាតក្នុងការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទនិងនេសាទនៅក្នុងតំបន់ឡូអភិរក្សពូជត្រីនិងតំបន់ហាមឃាត់ឧត្តមសេនីយ៍តូសំសុនបានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះដែលរួមសហការជាមួយអាជ្ញាធរដែនដីសមាជិកជំនាញរួមជាមួយប្រជានេសាទមួយចំនួនដែលអនុវត្តបានល្អតាមច្បាប់ជលផលនិងការណែនាំរបស់ស្ថាប័នជំនាញក្នុងការប្រកបមុខរបរនេសាទជាមួយគ្នានោះដែរកងកម្លាំងចម្រុះទាំងអស់បានរួមសហការគ្នាក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលប្រសើរដើម្បីរក្សាធនធានធម្មជាតិរបស់យើងទុកសម្រាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងកូនចៅយើងនៅជំនាន់ក្រោយៗទៀតឧត្តមសេនីយ៍តូសំសុនបានសនំពោដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដែលនាំឲ្យមានទោសដល់ខ្លួននិងបង្កផលលំបាកដល់ក្រុមគ្រួសារនីមួយៗនិងសហគមន៍យើងដូច្នេះសនំពោសូមឲ្យយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមច្បាប់និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលយើងដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកតែងតែគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋទូទៅនៅគ្រប់ទិសទីដើម្បីសង្គមជាតិយើងទាំងមូលនៅក្នុងឱកាសនោះឧត្តមសេនីយ៍តូសំសុនបានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនចំពោះប្រជានេសាទដែលមានជីវភាពលំបាកខ្វះខាតចំនួន55គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមីជាតិចំនួន1កេសទឹកត្រីទឹកស៊ីអ៊ីវ2យួរនិងត្រីខកំប៉ុងចំនួន1យួរផងដែរ